វាជាសង្គមដ៏ជឿនលឿនមួយនៅក្នុងលក្ខខណ្ឌនៃទ្រឹស្ដីរបស់មាត្រដ្ឋាន Kardashev ដែលមានសមត្ថភាពទាញយកថាមពលនៅក្នុងកាឡាក់ស៊ីទាំងមូលរបស់ខ្លួនអរិយធម៌ប្រភេទទី3ត្រូវបានគេស្គាល់ផងដែរថាជាអរិយធម៌ Galactic Civilization វាជាសង្គមដ៏ជឿនលឿនមួយនៅក្នុងលក្ខខណ្ឌនៃទ្រឹស្ដីរបស់មាត្រដ្ឋាន Kardashev ដែលមានសមត្ថភាពទាញយកថាមពលនៅក្នុងកាឡាក់ស៊ីទាំងមូលរបស់ខ្លួននេះតំណាងឲ្យការវិវត្តឈានទៅមុខដែលมันអាចនឹកស្មានដល់នៅក្នុងសមត្ថភាពបច្ចេកវិទ្យានិងថាមពលដែលផ្សាយពីកម្រិតរបស់មនុស្សជាតិបច្ចុប្បន្នមនុស្សនៅលើផែនដីត្រូវបានប៉ាន់ស្មានថាស្ថិតនៅក្នុងកម្រិតអរិយធម៌ 0.7 ប៉ុណ្ណោះបើតាមមាត្រដ្ឋាន Kardashev លក្ខណៈកំណត់នៃអរិយធម៌ប្រភេទទី3គឺការប្រើប្រាស់ថាមពលដ៏មហិមាការទាញថាមពល Energy Harnessing អរិយធម៌ប្រភេទទី3អាចនឹងចាប់យកនិងប្រើប្រាស់ថាមពលទាំងអស់ដែលបញ្ចេញដោយផ្កាយនីមួយៗតាមរយៈប្រហោងខ្មៅនិងប្រភពថាមពលផ្សេងទៀតដែលស្ថិតនៅក្នុងកាឡាក់ស៊ីទាំងមូលរបស់ពួកគេការប្រើប្រាស់ថាមពលត្រូវបានប៉ាន់ស្មានចំពោះអរិយធម៌ប្រភេទទី3គឺប្រហែល10ស្វ័យគុណនឹង36វ៉ាត់ដែលអាចប្រៀបធៀបទៅនឹងពន្លឺរបស់កាឡាក់ស៊ី Milky Way ទាំងមូលនេះគឺប្រហែល 1000 លានដងនៃការប្រើប្រាស់ថាមពលរបស់អរិយធម៌កម្រិត2ដែលទាញយកថាមពលបានកាយតែមួយនៅក្នុងប្រព័ន្ធរបស់ពួកគេបច្ចេកវិទ្យារបស់អរិយធម៌ប្រភេទទី3ជាការវិវត្តនៃបច្ចេកវិទ្យាដែលបានមកពីការវិវត្តរបស់បច្ចេកវិទ្យាអរិយធម៌ប្រភេទទី2ដែលត្រូវបានអនុវត្តនៅក្នុងមាត្រដ្ឋាន Galaxy ដ៏ធំ Mega Structure Galactic ពួកគេអាចប្រើប្រាស់សំណង់ដ៏ធំសម្បើមសម្រាប់ប្រមូលថាមពលដូចជាបណ្ដាញដ៏ធំនៃ Dyson Sphere ឬក៏សំណង់ Swarm ដែលត្រូវបានសាងសង់ជុំវិញផ្កាយរាប់ពាន់លាននៅទូទាំង Galaxy ពួកគេទាំងមូលពួកគេអាចទាញយកថាមពលពីបាតុភូតលោហៈធាតុធ្ងន់ដូចជារុនដ៏ធំមហិមា Supermassive Black Hole ឬសូម្បីតែ Quasar ពួកគេនឹងមានសមត្ថភាពធ្វើដំណើរឆ្លងប្រព័ន្ធផ្កាយជាប្រចាំនិងអាចធ្វើអាណានិគមយ៉ាងទូលំទូលាយដើម្បីគ្រប់គ្រងធនធាននិងចំនួនប្រជាជននៅទូទាំងប្រព័ន្ធផ្កាយរាប់ពាន់លានកាឡាក់ស៊ីទាំងមូលនឹងក្លាយទៅជាអាណាចក្ររបស់អរិយធម៌កម្រិត3ពួកគេនឹងមានសមត្ថភាពទំនាក់ទំនងឆ្លងកាឡាក់ស៊ីដោយបញ្ជូនទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់រាប់លានឬរាប់ពាន់លានឆ្នាំពន្លឺនៅក្នុងរយៈពេលប៉ុន្មានវិនាទីឬក៏នាទីតែប៉ុណ្ណោះនៅក្នុងកម្រិតនេះពួកគេអាចនឹងរៀបចំកម្លាំងគ្រឹះនៃសកលលោកនិងចូលរួមក្នុង Lifting Galaxy ដើម្បីទប់ទល់ទៅនឹងការពង្រីកធាតុនិងរក្សាកញ្ចុំផ្កាយឲ្យនៅជាមួយគ្នាអរិយធម៌ប្រភេទ3គឺមានភាពជឿនលឿនខ្លាំងណាស់អតិភិបនិងជីវិតប្រចាំថ្មីរបស់ពួកគេស្ទើរតែមិនអាចយល់បានដូចទៅនឹងសង្គមទំនើបមួយដែលត្រូវបានបែងចែករវាងអ្នកប្រមាញ់និងអ្នកប្រមូលផលវាតំណាងឲ្យជោគវាសនាចុងក្រោយដែលមានសារៈនុពលសម្រាប់ប្រភេទសត្វដែលមានភាពវៃឆ្លាតដើម្បីរស់រានមានជីវិតបានដើម្បីបន្តពង្រីកភាពស្ទាត់ជំនាញផ្នែកថាមពលនិងសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួននៅទូទាំងសកលលោក